កម្ពុជាចាត់ទុកការចុះបញ្ជីប្រាសាទតាមាន់ប្រាសាទតាក្របីប្រាសាទខ្នាក្នុងបញ្ជីបេតិកភណ្ឌជាតិថៃជាទង្វើខុសច្បាប់រំលោភទឹកដីកម្ពុជាបន្ទាប់ពីថៃឈ្លានពានយកទឹកដីនិងប្រាសាទបុរាណរបស់កម្ពុជាយកទៅគ្រប់គ្រងកាន់កាប់ដោយខុសច្បាប់ថៃបន្តអភិវឌ្ឍទាំងបំពេញដោយជាចាក់បេតុងសាងសង់នៅផ្លូវនិងធ្វើពិធីបុណ្យផ្សេងៗនៅប្រាសាទរបស់ខ្មែររួមទាំងធ្វើការជួសជុលប្រាសាទទាំងដែលក្រសួងវប្បធម៌របស់កម្ពុជាធ្វើការតវ៉ាជំទាស់ជាហូរហែក៏ប៉ុន្តែថៃមិនខ្វល់និងមិនបានយកត្រចៀកស្ដាប់ឡើយរហូតពេលនេះថៃប្រកាសយកប្រាសាទរបស់កម្ពុជាចុះនៅក្នុងបញ្ជីបេតិកភណ្ឌជាតិរបស់ថៃបន្ថែមទៀតកម្ពុជាបានត្រឹមតវ៉ាជំទាស់ជាថ្មីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជានៅថ្ងៃនេះបានចេញសេចក្តីថ្លែងការណ៍ច្រានចោលដាច់អហង្ការចំពោះការដែលសម្រេចចិត្តរបស់ភាគីថៃដែលបានចុះបញ្ជីស្ថានីយ៍បុរាណវិទ្យាខ្មែរមួយចំនួនចូលក្នុងបញ្ជីបេតិកភណ្ឌជាតិរបស់ខ្លួនដោយចាត់ទុកថាជាទង្វើខុសច្បាប់និងរំលោភលើអធិបតេយ្យភាពទឹកដីរបស់កម្ពុជាការប្រតិកម្មនេះបានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានវិចិត្រសិល្បៈនៃប្រទេសថៃបានប្រកាសចុះបញ្ជីប្រាសាទតាមាន់ប្រាសាទតាក្របីប្រាសាទខ្នានិងស្ថានីយ៍បុរាណមួយចំនួនទៀតដែលស្ថិតតាមបណ្ដោយព្រំដែនជាបុរាណដ្ឋានវត្ថុរបស់ថៃកម្ពុជាបានធ្វើការសង្កត់ធ្ងន់ថាសកម្មភាពទាំងនេះបានធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់និងការប៉ុនប៉ងបង្កើតនូវរូបភាពច្បាប់សពនិមិត្តលើទឹកដីកម្ពុជាក្នុងសេចក្តីថ្លែងការណ៍ដដែលក្រសួងវប្បធម៌របស់កម្ពុជាបានរំលឹកថាបញ្ហាព្រំដែននិងអធិបតេយ្យភាពរវាងប្រទេសទាំងពីរត្រូវតែអនុលោមទៅតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907អនុសញ្ញានៃការយោគយល់គ្នាឆ្នាំ2000 MOU ឆ្នាំ2000លក្ខខណ្ឌយោងឆ្នាំ2003និងយន្តការនៃគណៈកម្មការព្រំដែនចម្រុះ JBCក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថាសកម្មភាពជាឯកតោភាគីនេះគឺជាទង្វើខុសច្បាប់ចាត់ទុកជាមោឃៈនិងគ្មានប្រសិទ្ធភាពតាមផ្លូវច្បាប់ការចុះបញ្ជីបែបនេះមិនអាចយកមកប្រើប្រាស់ជាភស្តុតាងសម្រាប់អធិបតេយ្យទឹកដីនោះឡើយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងវប្បធម៌ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលថៃដកចេញជាបន្ទាន់នៅការចុះបញ្ជីខុសច្បាប់ទាំងនេះដើម្បីរក្សាស្មារតីនៃកិច្ចសន្ទនាដោយសន្តិវិធីនិងគោរពគ្នាទៅវិញទៅមករវាងប្រទេសជិតខាងទាំងពីរទោះបីជាមានភាពតានតឹងផ្នែកបច្ចេកទេសនេះក៏កម្ពុជានៅតែបន្តបង្ហាញនូវជំហរបដិញ្ញាចិត្តក្នុងការដោះស្រាយទៅលើបញ្ហាជម្លោះព្រំដែនដែលនៅសេសសល់តាមរយៈយន្តការទ្វេភាគីនិងច្បាប់អន្តរជាតិដើម្បីធានាបាននូវសន្តិភាពនិងបូរណភាពទឹកដីឲ្យបានគង់វង្សខ្ញុំឈួននេគ្រីអមជ័យ TV